bạn chấm rệp solo chronicle ngày nay chấm nâng một bằng hai nhậm pi rồi bịp tam đan sá ta lúc này kêu chẳng đăng tha bà sơ san được sá đã lúc này kêu cho thằng phía phía những cột bàn sợ xa cầm bị thi nơi không ai đi đại tệ trên bốn lúc này kêu cho tất cả ai thằng phía phía tớiបន្ទាប់មកលោកអ្នកគ្រូបាទជ្រើសរើសពាក្យតាមដានដោយសារតែខ្ញុំបង្ហាញនេះគឺនៅក្នុងកុំព្យូទ័រអញ្ចឹងវាមានពាក្យតាមដាននៅផ្នែកខាងលើនេះតែម្ដងបើសិនជានៅក្នុងទូរស័ព្ទគឺយើងមានកន្លែងត្រី3បាទលោកអ្នកគ្រូចុចកន្លែងត្រី3ហ្នឹងក៏វាបង្ហាញពាក្យតាមដានដែរអញ្ចឹងយើងចុចទៅកន្លែងពាក្យតាមដានហ្នឹងតែម្ដងបាទលឿនរយិតអាស្រ័យលើបាទអ៊ីនធឺណិតរបស់លោកអ្នកគ្រូបន្ទាប់មកលោកគ្រូអ្នកគ្រូពិនិត្យមើលកន្លែងពាក្យកូនបាទកន្លែងពាក្យកូននោះគឺមានជួរមួយហ្នឹងគឺមានបង្ហាញឈ្មោះលោកគ្រូអ្នកគ្រូបាទហើយមានកូនព្រួញទូចមួយហ្នឹងលោកគ្រូអ្នកគ្រូចុចលើព្រួញហ្នឹងទៅបន្ទាប់មកលោកគ្រូអ្នកគ្រូចង់ដឹងថាសិស្សដែលលោកគ្រូអ្នកគ្រូភ្ជាប់ឲ្យហ្នឹងគាត់បានសិក្សាថ្នាលនេះដែរឬទេអញ្ចឹងលោកគ្រូអ្នកគ្រូអាចជ្រើសរើសឈ្មោះគាត់បាទម្ដងមួយឧទាហរណ៍ថាសិស្សរបស់ខ្ញុំឈ្មោះគៀនស្រីរតនេះតើគាត់បានរៀនដែរឬទេអញ្ចឹងនៅក្នុងនេះគឺបង្ហាញថាគាត់បានធ្វើសំណួរហ្នឹងគឺបាន79បាទប្រើរយៈពេល4ម៉ោង34នាទីហើយគាត់រៀនបាទមេរៀនហ្នឹងចំនួន9មេរៀនបាទចំណុចមួយដែលលោកអ្នកគ្រូត្រូវពិនិត្យមើលដែរគឺតកតមួយថ្ងៃខែឆ្នាំបាទត្រូវកំណត់ថ្ងៃខែឆ្នាំផ្នែកខាងលើនេះដែរនៅក្នុងនេះគឺមានន័យថាក្នុងថ្ងៃចាប់ពីថ្ងៃទី13ដល់ថ្ងៃទី13គឺគាត់បាទរៀនមួយថ្ងៃបាទត្រឹមថ្ងៃទី13បើលោកអ្នកគ្រូចង់ដឹងបាទចាប់ពីថ្ងៃទី1អីចឹងលោកគ្រូអាចដូរទៅពីថ្ងៃទី1ដល់ថ្ងៃទី13នេះតើគាត់បានរៀនថ្នាលនឹងដែរឬទេបាទអញ្ចឹងវាសរុបឲ្យប្រហែលថ្ងៃនឹងឲ្យយើងដែរបាទបើលោកគ្រូចង់ដឹងតែមួយថ្ងៃអាចកំណត់តែមួយថ្ងៃបាទពីថ្ងៃទី13ដល់ថ្ងៃទី13ពីថ្ងៃទី14ដល់ថ្ងៃទី14ចឹងទៅករណីមួយទៀតបើលោកគ្រូអត់ចង់ពិនិត្យមើលម្ដងមួយទេលោកគ្រូអាចដូរកន្លែងពាក្យកូនហ្នឹងហើយជ្រើសរើសពាក្យទាំងអស់បាទនៅពេលដែលលោកគ្រូជ្រើសរើសពាក្យទាំងអស់វានឹងបង្ហាញបទន័យសិស្សរបស់លោកគ្រូអ្នកគ្រូហ្នឹងទាំងអស់តែម្ដងបាទជម្រាបលាលោកគ្រូអ្នកគ្រូបាទខ្ញុំមានតែប៉ុណ្ណឹងទេបាទ